ជ្រាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាតើអ្នកធ្លាប់ជួបបញ្ហាផ្ញើឯកសារតាម Telegram មិនចេញឬបារម្ភរឿងបាត់ file សំខាន់ៗពេលខូចទូរស័ព្ទដែលរទេហើយថ្ងៃនេះផងដែរខ្ញុំនឹងបង្ហាញប្រាប់អ្នកពីរបៀបប្រើប្រាស់ Google Drive ដែលជាទូដាក់ឯកសារលើមេឃដែលមានសុវត្ថិភាពមួយហើយជាដំបូងហ្នឹងដើម្បីចូលប្រើប្រាស់ Drive បានគឺតម្រូវយើងមានគណនី email ហើយដោយសារតែខ្ញុំមានគណនី email ស្រាប់ហើយខ្ញុំក៏បាន connect ចូលប្រើប្រាស់បានរួចខ្លះហើយថ្ងៃនេះខ្ញុំនឹងបង្ហាញប្រាប់អ្នកទាំងអស់គ្នាពីរបៀបប្រើប្រាស់តែម្ដងហើយជាបន្តទៅនេះរបៀបបង្កើត folder នឹងគ្រាន់តែដំបូងហ្នឹងយើងចូលទៅក្នុងកម្មវិធីគឺចុចសញ្ញាកន្លែងបូកញូបើអក្សរខ្មែរហ្នឹងគឺថ្មីហើយយកពាក្យថា folder ដើម្បីការរៀបចំឯកសារឲ្យមានសណ្ដាប់ធ្នាប់តាមប្រភេទដូចជាការងារឬក៏រូបថតជាដើមហើយបើសិនជាយើងចង់ដាក់ឯកសារចូលមួយយើងគ្រាន់តែចុចកន្លែង file upload ទៅហើយយើងជ្រើសរើសឯកសារណាមួយដែលយើងចង់ដាក់ហើយយើងមើលកន្លែងខាងស្ដាំហ្នឹងឲ្យចេញសញ្ញាគ្រីទៅវានឹងចេញឯកសារនេះដូចឯកសារមិញហ្នឹងហើយចំពោះកន្លែង file upload នេះគឺយើង upload ឯកសារក្នុងមួយ file មកទាំងអស់តែម្ដងហើយក្រៅពីការផ្ទុកឯកសារ Google Drive ក៏មានកម្មវិធីការិយាល័យវៃឆ្លាតចំនួន3ដែលយើងអាចប្រើប្រាស់បានដោយសេរីផងដែរដោយទី1ហ្នឹងគឺចំពោះ Google Docs ហ្នឹងវាដូចជាកម្មវិធី Word ដែរប៉ុន្តែពិសេសត្រង់ថាយើងអាចវាយអត្ថបទដោយប្រើសំឡេង voice typing និងមិនចាំបាច់បារម្ភរឿងភ្លេច save ឡើយព្រោះវាបញ្ចូលទៅក្នុង Drive ឲ្យយើងរហូតហើយនេះក៏ជាគំរូស្រាប់ដែលមាននៅក្នុង Google Docs នឹងផងដែរហើយទី2ហ្នឹងគឺ Google Sheet សម្រាប់អ្នកដែលចូលចិត្តធ្វើតារាងគ្រប់គ្រងមុខចំណូលចំណាយឬក៏ទិន្នន័យជាលេខយើងអាចសរសេររូបមន្តនិងបង្កើត graphic បានយ៉ាងងាយស្រួលហើយថែមទាំងអាចឲ្យក្រុមការងារចូលមកមើលទិន្នន័យជាមួយគ្នាភ្លាមៗផងដែរគឺ real time តែម្ដងហើយចុងក្រោយហ្នឹងគឺ Google Slide ហ្នឹងសម្រាប់ធ្វើប័ណ្ណបង្ហាញ presentation នឹងអ្នកអាចរចនាបានយ៉ាងស្អាតនិងបើកបង្ហាញ present ទៅកាន់ប្រជុំអនឡាញបានភ្លាមៗតែម្ដងហើយចំពោះឯកសារណាដែលយើងបាន download ដាក់ upload ចូលនៅក្នុង Drive ហ្នឹងវាមានឈ្មោះអីញញ៉ៃដែលយើងពិបាកស្វែងរកនៅពេលក្រោយយើងអាច rename វាបានយើងគ្រាន់តែចុចកន្លែងកដោ3ខាងស្ដាំហ្នឹងមកហើយជ្រើសយកពាក្យ rename ទៅហើយយើងដាក់តាមដាក់ឈ្មោះតាមប្រភេទឯកសាររបស់យើងនឹងបានហើយយើងគ្រាន់តែចុចយកពាក្យ OK ហ្នឹងគឺរួចជាការស្រេចហើយបន្តទៅនេះហ្នឹងគឺយើងអាចចែករំលែកឯកសារហ្នឹងផងដែរយើងគ្រាន់តែចុចកន្លែងកណ្ដោស្ដាំខាង3ជ្រើសយកពាក្យ share ហើយវាយ email របស់អ្នកដែលយើងចង់ផ្ញើទៅឲ្យហ្នឹងមកហើយយើងត្រូវ make sure ថា email អ្នកដែលយើងចង់ផ្ញើឲ្យហ្នឹងគឺត្រឹមត្រូវ 100% ប្រយ័ត្នច្រឡំឯកសារផ្ញើឲ្យអ្នកផ្សេងហើយយើងក៏អាចកំណត់ធំតែជាអ្នកមើលអ្នកផ្ដល់មតិហើយអ្នកកែឲ្យទៅអ្នកដែលយើងចង់ផ្ញើឯកសារនឹងឲ្យផងដែរហើយចំពោះឯកសារណាដែលយើងគិតថាវាសំខាន់យើងអាចចុចកន្លែង organize ហើយយើង add ទៅកន្លែង started ហ្នឹងទៅវានឹង load កន្លែង started ទៅវាដើម្បីងាយស្រួលយើងរកវានៅថ្ងៃក្រោយហើយមិនត្រឹមតែប៉ុណ្្នឹងទេចំពោះឯកសារណាដែលយើងច្រឡំចុចលុបទៅយើងគ្រាន់តែចូលកន្លែង bin ទៅយើងអាច restore មកបានហើយបើសិនជាយើងdelete forever ហ្នឹងគឺវានឹងបាត់ជារៀងរហូតមកហើយ Drive ហ្នឹងគឺ space ដែលគេផ្ដល់ឲ្យ free ហ្នឹងគឺមានចំនួន 15GB តែបើសិនជាអ្នកទាំងអស់គ្នាប្រើលើសពី 15GB អ្នកទាំងអស់គ្នាអាចចុចកន្លែង get more storage ហ្នឹងមកវានឹងឲ្យយើងបង់លុយជាខែឬក៏ជាឆ្នាំប្រហែលតាមតម្រូវការដែលយើងត្រូវការទៅហើយវីដេអូរបស់ខ្ញុំក៏បានចូលមកដល់ទីបញ្ចប់ជាចុងក្រោយខ្ញុំសូមអរគុណដល់លោកគ្រូនិងមិត្តភ័ក្តិទាំងអស់គ្នាដែលបានចូលរួមស្ដាប់នៅវីដេអូនេះហើយបើសិនជាមានចម្ងល់ថងណាអ្នកទាំងគ្នាអាច comment សួរឬក៏សួរខ្ញុំផ្ទាល់ក៏បានដែរសូមអរគុណ